បាទជំរាបសួរពុកម៉ែបងប្អូនគ្រាន់តែឃើញ poster ខាងថោនទម្លាក់ភ្លាមខ្ញុំបាទចូលទៅឆែកប្រវត្តិផ្លែតដៃគូរបស់កីឡាកររិកគីសេងថងរូបនេះមិនធម្មតាទេហើយមួយប្រកួតនេះរិកគីសេងថងអាចនឹងរៀងចត់បាយបងប្អូនដោយសារតែដៃគូគេនេះល្អខ្លាំងមែនទែនជាកីឡាករជើងខ្លាំងប្រចាំនៅរុស្ស៊ីក្នុងប្រភេទទម្ងន់62ហើយក៏ធ្លាប់ហូបកីឡាករលំដាប់ផ្ទះលេខ2អស់ច្រើនផងដែរហើយក្នុងវីដេអូនេះខ្ញុំបាទនឹងមកលម្អិតចែកជូនដល់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងមុននឹងឈានចូលដល់ព័ត៌មានលម្អិតសូមពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ Subscribe នៅក្នុង Channel YouTube និង Follow Page ថ្មី Admin ម្នាក់មួយផងបាទអញ្ចឹងខាងថោនបានទម្លាក់នៅ poster មួយតាក់ទងទៅនឹងកីឡាករ Ricky សេងថងដែលជាម្ចាស់ខ្សែក្រវ៉ាត់ IPCC អំបោះឆៅរបស់សង្វៀន Boostrong ដែលនឹងត្រៀមប៉ះជាមួយនឹងកីឡាករ Abraham ដែលជាកីឡាកររបស់ប្រទេសរុស្ស៊ីហើយម្នាក់នេះខ្ញុំបាទក៏ចូលទៅឆែកប្រវត្តិគាត់ផងដែរបងប្អូនជាកីឡាករជើងខ្លាំងនិងគឺជាជើងឯកប្រចាំនៅប្រទេសរុស្ស៊ីរហូតដល់3សម័យកាលនោះបងប្អូនអញ្ចឹងមិនធម្មតាទេបាទអញ្ចឹងសម្រាប់កីឡាកររុស្ស៊ីរូបនេះគេធ្លាប់វាយនៅសង្វៀនវ័ន4ប្រកួតក្នុងនោះគឺគេចាញ់2ហើយឈ្នះ2នោះឈ្នះអែមមែនតើបងប្អូនទី1បដូរកីឡាករលំដាប់ស្រុកសៀមរុបឲ្យបោះបង់ការប្រកួតត្រឹមតែទឹក2និងវាយកីឡាករលំដាប់ស្រុកសៀមរុបទៀតដែលជាម៉ួយចាស់របស់យើងដែរគឺកីឡាករដួងសំផុនឲ្យសន្លប់ធំនៅត្រឹមតែទឹក1ទេបងប្អូនហើយក្នុងនោះក៏ធ្លាប់ប៉ះជាមួយនឹងកីឡាករលំដាប់ជាច្រើនទៀតខ្ញុំក៏ទស្សនាវីដេអូការប្រកួតរបស់កីឡាកររូបនេះដែរឃើញថាគេលឿនហើយរុស្ស៊ីក្បាច់ពិសេសរបស់គេអត់ចោលទេបងប្អូនគឺនិវត្តកតុយជាមួយនឹងអេសីដៃឈៀនឃើញថាគ្រប់ការប្រកួតរបស់គាត់ភាគច្រើនគឺគាត់ប្រើក្បាច់នេះដែលបដូរដៃគូជាងសកម្មតារិគីសេងថងត្រៀមធ្វើការវឹកហាត់ឲ្យពេញលេញហើយក៏ត្រៀមក្បាច់ទប់ជាមួយនឹងក្បាច់អេសីដៃឈៀនជាមួយនឹងនិវត្តកតុយរបស់កីឡាកររុស្ស៊ីផងចឹងមកប្រកួតនេះបើសិនជារិគីសេងថងអាចយកឈ្នះទៅលើកីឡាករអាប់រ៉ាហ៊ីមនេះបានរិគីសេងថងអាចចាត់ទុកជាកីឡាករលំដាប់មួយហើយនៅក្នុងប្រភេទទម្ងន់63.5 គីឡូក្រាមហើយគូបញ្ជាក់ដដែលសម្រាប់កីឡាករប្រាហេមនេះបើខ្ញុំចូលទៅឆែកប្រវត្តិរបស់គាត់ភាគច្រើនគឺគាត់វាយនៅក្នុងប្រភេទទម្ងន់62.1បងប្អូនហើយអាយុរបស់គាត់ក៏រៀងច្រើនដែរហើយគឺវ័យជាង30ឆ្នាំហើយប៉ុន្តែបើនិយាយពីគុណភាពកីឡាកររូបនេះគឺគុណភាពម្នាក់នេះហ៊ានធានាថាគឺជារបស់ពិត 100% អញ្ចឹងរីគីសេងថងត្រៀមខ្លួនឲ្យបានល្អក្នុងការទទួលស្វាគមន៍ជើងខ្លាំងលំដាប់ជើងឯករបស់ប្រទេសរុស្ស៊ីហើយចុងក្រោយ admin ក៏សូមបញ្ចប់អត្ថបទព័ត៌មានតែត្រឹមនេះអរគុណសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកតាមដានស្ដាប់ទស្សនាកុំភ្លេចជួយ follow page និង subscribe ក្នុង channel YouTube admin ម្នាក់មួយផង